បើដល់ពេលអ្នកនេះគាត់កំពុងបង្ហាញពីឃ្មុំដែលគាត់ចិញ្ចឹមណាឃ្មុំដែលគាត់ចិញ្ចឹមទុកប៉ុណ្ណឹងហើយក៏គាត់ត្រូវការពារដែរការពារយ៉ាងណាយ៉ាងណីបងប្អូនយើងមើលតាមហ្នឹងគាត់ពាក់អាវការពារឡើងចិត្តមួកក៏ចិត្តអាវក៏ចិត្តដៃអីចិត្តទាំងអស់ទោះបីជាឃ្មុំចិញ្ចឹមក៏ដោយក៏យើងត្រូវតែការពារដែរបើមិនការពារគឺវាតិចហ្នឹងហើយបងប្អូនឃ្មុំមិនមែនថាឃ្មុំចិញ្ចឹមស្លូតឃ្មុំមិនចិញ្ចឹមហ្នឹងមិនស្លូតទៅជាកាចទៅជាអីទេឲ្យតែសัตว์ឃ្មុំគឺទូនាទីវាគឺដឹងតែតិចហ្នឹងហើយមើលមកប៉ាងមកអូច្រើនណាស់ច្រើនមែនតើមើលឃ្មុំសិតតែទឹកឃ្មុំមកប៉ាងណាហើយពេលខ្លះខ្ញុំមើលមុនដំបូងខ្ញុំគិតថាបែបមិនមែនឃ្មុំទេសង្ស័យអមាលអីជាដើមអញ្ចឹងព្រោះអីវារៀងសបុកជាថ្នាក់ជាទូទៅឃ្មុំវាធ្វើដាច់ដលែកផ្សេងអញ្ចឹងណាតែតើតាមើលយូរទៅមិនដឹងថាឃ្មុំដែរប៉ុន្តែឃ្មុំគេចិញ្ចឹមនេះឃ្មុំគេចិញ្ចឹមអញ្ចឹងណាចឹងគេចិញ្ចឹមដាក់នៅក្នុងធុងក្នុងអីចឹងទៅគេមានដូចថាអីគេលាបដើម្បីឲ្យវាទៅទុំទៅធ្វើសបុកជាប់គ្នាអញ្ចឹងណាច្រើនណាទឹកក៏ច្រើនកូនក៏ច្រើនហើយឃ្មុំលក់បានថ្លៃដោយសារអីការចិញ្ចឹមក៏រៀងពិបាកដែរការផ្ដល់ចំណីផ្ដល់អីវាជាដើមអញ្ចឹងណាមើលគេចិញ្ចឹមដាក់នៅក្នុងធុងអូយមកប៉ាងបងប្អូនហើយយកមកធ្វើម្ហូបគួរសមដែរហ្នឹងណារសជាតិហើយទឹកក៏អស់ទោះដែរទឹកឃ្មុំគឺមានអត្ថប្រយោជន៍ច្រើនណាស់បើនិយាយពីទឹកឃ្មុំវិញគឺមានកម្ចាត់ជាតិពុលកម្ចាត់អីផ្សេងទៀតចឹងទៅគឺអត្ថប្រយោជន៍ទឹកឃ្មុំគឺល្អមែនតើជួយដល់សុខភាពច្រើនហើយជួយសម្រក់គីឡូជួយអីហ្នឹងហើយបើក្នុងវិស័យម្ហូបអាហារហ្នឹងឃ្មុំក៏មានអត្ថប្រយោជន៍ដែរនៅក្នុងម្ហូបអាហារយើងយកទៅធ្វើភេសជ្ជៈក៏បានដាក់នៅក្នុងម្ហូបក៏បានល្អតែមួយវិញទៀតដូចថាការដែលយើងយកទៅធ្វើជាភេសជ្ជៈឬក៏ដាក់ក្នុងម្ហូបតាមដែលខ្ញុំស្ដាប់គេមកគឺគេអត់ឲ្យយើងប្រើចំពោះទឹកក្តៅខ្លាំងបើទឹកនៅរៀងអ៊ុនល្មមអូខេអាហ្នឹងយើងដាក់បានអញ្ចឹងណាតែបើទឹករៀងក្តៅខ្លាំងគឺពិបាកព្រោះអីទឹកក្តៅខ្លាំងវាធ្វើឲ្យវាមានចេញសារធាតុអីផ្សេងដែលវាមិនទៅជាថាពីមានប្រយោជន៍ទៅជាអត់មានអត្ថប្រយោជន៍វិញណាសារវាចេញសារធាតុអីផ្សេងហ្នឹងចឹងទៅនេះអូមើលគេបង្ហាញទឹកបង្ហាញកូនខ្ញុំគិតថាចេះយើងឲ្យតែចិញ្ចឹមសត្វដឹងតែសាំងហ្នឹងមែនទេមិនថាសត្វអីកាចអីឬក៏អីចឹងទៅយើងយកមកចិញ្ចឹមដឹងតែរៀងសាំងហើយគិតថាឃ្មុំអាចនឹងសាំងស្ដាប់យើងដែរអត់ទេអត់សូវស្ដាប់យើងដូចតែគ្នាហ្នឹងឃ្មុំមកព្រោះយើងមើលតែគាត់យកទៅមួកដែលគាត់ពាក់ហ្នឹងតិចថាច្រឡំមួកធម្មតាមួកមានមុងណាមើលស្រោមដៃស្រោមអីទៅតែនិយាយទៅលទ្ធផលគឺមិនខកបំណងមែនទឹកច្រើនណានេះគេកាត់ឲ្យយើងមើលល្អមែនតែននិយាយទៅមកធុងហ្នឹងគឺគ្រប់ទឹកមកច្រើនហើយគេយកអស់ចឹងទៅគេដាក់ធុងដាក់អីទៅវិញមួយសារទៀតទៅឃ្មុំក៏គេចាប់ដើមធ្វើសបុកធ្វើអីគេចាប់ដើមកទឹកកអីមកថ្មីទៀតចឹងទៅដូចដឹងស្រាប់ហើយបងប្អូនកន្លែងគេចិញ្ចឹមចឹងហ្នឹងនេះមើលខ្ញុំមើលហើយគឺមានអារម្មណ៍ថាវាដូចថាឃ្លានស្រក់ទឹកមាត់យើងសម័យពីទឹកឃ្មុំសារធាតុវាគឺផ្អែមគេយកហើយគេអត់យកទាំងអស់គេយកទៅដោតទុកនៅក្នុងធុងនឹងវិញខ្លះគេយកតែមួយចំនួនណាឃ្មុំហ្នឹងណាយើងមើលគេយកទាំងអស់គ្នាបច្ចេកទេសគេដូចជាប្លែកគេកាត់យកអស់ខ្លះហើយគេយកទុកទៅក្នុងធុងវិញនឹងខ្លះដែរមើលមានកូនមានអីដើម្បីទុកផ្សាំងកូនដើម្បីបន្តទៀតហ្នឹងមានអញ្ចឹងឯងបងប្អូនគិតថាអញ្ចឹងដូចខ្ញុំអត់គេដាក់ទៅវិញឯងគេដោតឈើធ្វើបកងឲ្យវិញតទៅទៀតចឹងទៅយើងមានតែរងចាំទស្សនាទាំងអស់គ្នាគេធ្វើមិនទៀតដឹងតែគេយកសាច់យកទឹកមិញខ្លះទៅហើយគេយកទៅដាក់វិញគេយកទៅដាក់វិញតាគេមានវិធីសាស្ត្រគេទុកទៅវិញខ្លះចឹងណា
ផ្សាំវាតទៅទៀតទៅដើម្បីឲ្យវាមានទឹកមានកូនមានចៅទៀតទៅគេលាក់ចំណីលាក់អីឲ្យចឹងទៅគ្របទុកឲ្យវិញចឹងទៅកន្លែងគេចិញ្ចឹម